អូខេជំរាបសួរពុកម៉ែបងប្អូនគ្នាយើងទាំងអស់គ្នាហ្នឹងហើយបងប្អូនទាំងអស់គ្នាវីដេអូនេះនៅលើភ្នំបូកគោបងប្អូនទេសភាពស្អាតកប់ឡើងមកដល់លើគឺជាក់ដល់បេះដូងហ្នឹងហើយបងប្អូនបើសិនជាបងប្អូនណាដែលពលឡានអីឡើងមកកើតដោយសារផ្លូវនៅលើភ្នំបូកគោហ្នឹងគឺកាច់កេះច្រើនដូចខ្ញុំជាដើមសូម្បីតែខ្ញុំជិះឡាននៅធ្លាប់ពលក៏ដោយពេលខ្ញុំឡើងមកហ្នឹងគឺមកទៅដល់លើហ្នឹងគឺមានអារម្មណ៍ថាល្ងងើដូចនិយាយទៅគឺពលហ្មងវាផ្លូវវាកាច់កេះខ្លាំងពេកបងប្អូនហើយទេសភាពនេះបងប្អូនអើយខ្ញុំស្លេចមកបានតិចដោយសារតែយើងថតហើយបើសិនជាមិនបានផុសគឺវាស្ដាយវីដេអូបងប្អូនអើយណាមួយយើងឆ្លៀតថតហើយទូរស័ព្ទយើងក៏អស់ថ្ម memory យើងក៏ពេញហើយបើសិនជាអត់បានផុសស្ដាយវីដេអូបងប្អូនអើយអញ្ចឹងបើសិនបងប្អូនធុញនឹងវីដេអូខ្ញុំអីអាចឡុកចោលលើបងប្អូនអត់អីទេព្រោះវីដេអូនេះយើងឡើងទៅហើយយើងផុសទុកជាអនុស្សាវរីយ៍ទៅអញ្ចឹងហើយបើសិនជាយើងបានផុសស្ដាយបងប្អូនអើយឃើញទេសភាពស្អាតពេកប្លែកមែនទែនឡើងទៅត្រជាក់មែនបងប្អូនអើយនិយាយទៅវាយើងនៅពីលើទៅឃើញទាំងអស់បងប្អូនអើយឃើញភ្នំឃើញទឹកឃើញពពកឃើញផ្សែងសពគ្រប់បែបយ៉ាងហើយខ្ញុំថតនេះក៏បានគ្រប់ឈុំជ្រោយដែរបងប្អូនអើយថតផងមើលកូនផងខ្លាចហត់ទៅនេះទៅនោះអញ្ចឹងព្រោះយើងឡើងមកលើនឹងសិតតែភ្នំបងប្អូនអើយអញ្ចឹងចេះតែខ្លាចទៅនឹងឲ្យដូចបងប្អូនឃើញអញ្ចឹងឃើញកន្លែងនេះពពកគឺនៅចិត្តយើងខ្លាំងមែនទែនហ្មងហើយបងប្អូនកន្លែងយីម៉ៅហ្នឹងគឺយើងឡើងអត់ទាន់ផុតទេណាបងប្អូននៅតទៅមុខទៀតបានផុតយីម៉ៅពេលខ្ញុំទៅហ្នឹងខ្ញុំគិតថាដល់កន្លែងយីម៉ៅហ្នឹងគឺអស់កន្លែងឡើងហើយមានណាបងប្អូនអើយនៅឡើងទៅលើទៀតមានវត្តមានអីទៀតរួចពេលយើងឡើងទៅលើហ្នឹងបងប្អូនអើយតិចនៅតិចចឹងនៅកន្លែងយីម៉ៅហ្នឹងទៀតតិចខ្លាំងមែនទែនមានខ្យល់និយាយទៅខ្យល់ផងវាមានអាជាតិផ្សែងមកតិចមកបងប្អូនអើយតិចមែនទែនហើយឡើងទៅគឺមានអារម្មណ៍ស្រស់ស្រាយមកហើយនេះបងប្អូននេះគឺជាវត្តដែលខ្ញុំឡើងទៅហ្នឹងអាហ្នឹងកំពូលគេបងប្អូនវត្តហ្នឹងគេហៅស្អីនេះខ្ញុំភ្លេចឈ្មោះវត្តហ្នឹងបាត់ហើយវត្តហ្នឹងបើសិនជាស្ដាប់តាមឧយងទៅប្រហែលជាឧយងបានមើលសវត្តគេយ៉ាងបើសិនខ្ញុំវាបានមើលឧយងថាវត្តសំពៅ5ហើយកន្លែងនេះឧយងគាត់ទៅឡើងដល់ព្រាមគឺអោបដៃហ្មងកន្លែងនេះគឺត្រជាក់ខ្លាំងជាងកន្លែងយីម៉ៅវិញទៀតបងប្អូនអើយខ្យល់បក់លើវិញខ្យល់ត្រជាក់ខ្លាំងមែនទែនហើយនៅនេះវិញបងប្អូនអើយពពកខ្មៅអាប់ហ្មងផ្សែងមកឡើងត្រជាក់ស្រេបត្រជាក់មែនបងប្អូននៅលើនោះសំបីតែខ្ញុំក៏ត្រជាក់ដែរឡើងទៅថ្ងៃហ្នឹងដូចជាលឹមសាច់ទៀតហើយនៅនេះវិញអានេះនៅលើកំពូលភ្នំគេប្រអស់មកបងប្អូនអើយមើលទៅឃើញទេសភាពខាងក្រោយសៀវចឹងក្នុងបងប្អូនអើយសំបីមើលវីដេអូនេះហើយក៏មើលទៅមានអារម្មណ៍ថាភ័យសៀវដែរពេលខ្ញុំថតចឹងមើលទៅដូចស្ទើរឃើញខ្ពស់ម៉ានទេបងប្អូនអើយបើសិនជាដល់កន្លែងខ្ញុំគឺថាខ្ពស់ខ្លាំងមែនទែនបងប្អូនអើយមើលពីក្រោមទៅហើយកន្លែងនេះគឺយើងបានទៅផ្ទះហើយបងប្អូនអើយហ្នឹងហើយបងប្អូនវីដេអូនេះស្លេចបានតិចទេបងប្អូនអើយហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែគ្រប់ត្រូលកន្លែងម៉ាក់ធាមានបាយមានគុយទាវមានអីពេលព្រឹកចឹងអរគុណច្រើនបងប្អូនបើសិនជាខុសឆ្គងដល់ណាមួយសូមខន្តីបៃត